ពោះក្នុងទ្រង់និងតម្លៃនៃសេរីភាពក្នុងសង្គមបច្ចុប្បន្នសាកស្រមៃមើលសត្វពស់មួយក្បាលធ្លាប់តែជានាគរាជអំណាចនៅក្នុងព្រៃជ្រៅមានសេរីភាពវាទៅណាធ្វើអ្វីតាមតែចិត្តចង់ប៉ុន្តែថ្ងៃមួយនៅពេលដែលវាត្រូវបានចាប់ដាក់នៅក្នុងទ្រុងដែកតូចមួយត្រូវបានគេយកមកតាំងលក់នៅកណ្ដាលផ្សារតើតម្លៃរបស់វានៅសល់ត្រឹមណាវាលែងជាសត្វដ៏គួរឲ្យកោតខ្លាចទៀតហើយប៉ុន្តែវាបានប្រែជាម្ហូបឬជាដំណេញដែលរងចាំតែគេចំណាយលុយទិញយកទៅកាត់កាប់ចិញ្ច្រាំនិងធ្វើជាអាហារតាមតម្រូវការរបស់អ្នកទិញតែប៉ុណ្ណោះរឿងសត្វពស់នៅក្នុងទ្រុងនេះវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពិតប្រាកដនិយមនៃសង្គមមនុស្សសពថ្ងៃនេះមនុស្សជាច្រើនកំពុងរស់នៅក្នុងទ្រុងគ្មានដែកយើងខិតខំរៀនខិតខំធ្វើការរហូតភ្លេចខ្លួនថាយើងកំពុងបាត់បង់សេរីភាពផ្លូវចិត្តយើងសុគិតវង្វេងនៅក្នុងក្បួនច្បាប់ឬសម្ពាធសង្គមដោយសារតែពាក្យថាក្រពះនឹងលុយតម្លៃដែលកំណត់ដោយអ្នកដទៃនៅពេលដែលយើងនៅក្នុងទ្រុងសមត្ថភាពនិងភាពអស្ចារ្យរបស់យើងក៏ត្រូវបានគេវាយតម្លៃត្រឹមតែតើអ្នកមានប្រយោជន៍អ្វីសម្រាប់គេដូចជាពស់ដែលគេមើលឃើញត្រឹមតែជាសាច់ឆ្ងាញ់ឬអត់តែប៉ុណ្ណោះការបាត់បង់ភាពម្ចាស់លើជីវិតខ្លួនឯងមនុស្សជាច្រើនសុខចិត្តលះបង់ក្តីស្រមៃនិងភាពជាខ្លួនឯងដើម្បីតម្រូវចិត្តអ្នកជុំវិញខ្លួនឬឆ្លើយតបទៅនឹងការរំពឹងទុករបស់សង្គមរហូតដល់ថ្ងៃមួយជីវិតត្រូវបានគេរៀបចំនិងចាត់ចែងទាំងស្រុងដូចជាសត្វដែលរងចាំគេយកទៅធ្វើម្ហូបសារអប់រំកុំបណ្ដោយឲ្យសម្ពាធជីវិតនិងលុយកាក់បង្ខាំងអ្នកខ្លាយទៅជាពស់ក្នុងទ្រុងឲ្យសង្គមទិញនិងកែច្នៃតាមចិត្តឡើយសូមស្វែងរកសេរីភាពខាងស្មារតីអភិវឌ្ឍសមត្ថភាពខ្លួនឯងនិងកាន់កាប់ខ្សែជីវិតដោយដៃរបស់អ្នកផ្ទាល់សូមបញ្ជាក់ថាអ្វីដែលខ្ញុំចែករំលែកនេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួននិងជាជ្រុងតូចមួយនៃជីវិតប៉ុណ្ណោះការពិតនៅក្នុងជីវិតអាចមានភាពខុសៗគ្នាហើយថាតើវាត្រឹមត្រូវឬមិនត្រឹមត្រូវគឺអាស្រ័យទៅលើការយល់ឃើញនិងបទពិសោធន៍រៀងៗខ្លួនរបស់អ្នកទាំងអស់គ្នាប្រសិនបើអ្នកយល់ថាគំនិតមួយនេះមានអត្ថន័យល្អនិងមានប្រយោជន៍ស្របតាមការគិតរបស់អ្នកសូមជួយ share ម្នាក់មួយដើម្បីចែករំលែកការពិភាក្សាដ៏មានតម្លៃនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកហើយកុំភ្លេចចែករំលែកទស្សនៈរបស់អ្នកនៅខាងក្រោមនេះផងណាអរគុណសម្រាប់ការតាមដាន